ការថាពុំមានកម្លាំងអ្វីស្មើកម្លាំងកម្មកម្មគឺអំពើដែលយើងធ្វើរាល់ថ្ងៃឧទាហរណ៍ថាយើងជាអ្នកសិក្សាតែយើងគួរប្រព្រឹត្តខ្លួនបែបណាដើម្បីឲ្យក្លាយជាពលរដ្ឋល្អសិស្សល្អកូនល្អអញ្ចឹងក្នុងសង្គមក្នុងគ្រួសារក្នុងសាលាប៉ុន្តែជឿលើខ្លួនឯងខ្លួនទីពឹងខ្លួននៅខាងគេហៅថាផ្នែកពុទ្ធចក្រត្រូវតែដើរជាមួយនឹងអាណាចក្រជានិច្ចដូចយើងជាអ្នកសិក្សាដែលអត់មានបពុំមួយសាសនាថាអាណាចក្រពុទ្ធចក្រអាចថាចូលខ្ញុំរៀនសាលាប្រសង់ពុទ្ធកៈអញ្ចឹងតែងតែបញ្ជ្រាបចូលហើយខ្ញុំឃើញថាទីមួយបើយើងរៀនតែផ្នែកអាណាចក្រពេកយើងរៀនផ្នែកវិទ្យាសាស្ត្រយើងរៀនផ្នែកអីផ្សេងដែលអត់មានសាសនាមកអប់រំផ្លូវចិត្តវារៀងវឹកវរដែរបងដោយសារចិត្តយើងគេហៅថាដូចស្វាអញ្ចឹងខណៈនេះនៅកន្លែងនេះខណៈនោះនៅកន្លែងនោះអត់អាចមានអ្វីដែលចាប់ចិត្តយើងបានទេការអប់រំផ្លូវចិត្តនេះសំខាន់សម្រាប់អ្នកសិក្សាបាទជំរាបសួរស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ជំហាន podcast ថ្ងៃនេះគឺយើងមានភ្ញៀវកិត្តិយសមួយរូបទៀតហើយគឺ UE ជំរាបសួរសុខសប្បាយសំខាន់ម៉ៃផងចឹងគេលឺទេសុខសប្បាយបងអរគុណចុះបងបាទសុខសប្បាយដូចគ្នា UE អាចណែនាំខ្លួនទៅកាន់អ្នកដែលកំពុងទស្សនាហើយនឹងស្ដាប់ podcast របស់យើងបានទេចាជំរាបសួរម្ដងទៀតនាងខ្ញុំឈ្មោះ UE ហើយឥឡូវនេះជាអ្នកចែករំលែកខាងផ្នែកភាសាអង់គ្លេសចាអូខេតែកូនសិស្សគេហៅ teacher ទៅ teacher គឺជាគ្រូបរិញ្ញាបត្រតែឥឡូវចប់រៀនចប់ថ្នាក់បញ្ញត្តិបានប្រហែលខែខ្ញុំចប់ដូចជាកាលពីឆ្នាំទី4នៅខែ3ប៉ុន្តែរៀនជំនាញអីគេភាសាអង់គ្លេសជំនាញហ្នឹងដាក់ថាភាសាអង់គ្លេសតែម្ដងគេដាក់ថាអក្សរសាស្ត្រអង់គ្លេសអក្សរសាស្ត្រអង់គ្លេសអូខេមិនបានរៀនអក្សរសាស្ត្រអង់គ្លេសទៅមកកតាធំមានតូចគប់សំទៀតប៉ុន្តែបើធំហ្មងហើយជាទូទៅដែរទី1កតាការឆ្លាញ់ខ្លួនឯងចំណង់ចំណូលចិត្តទី2ឱកាសដែរព្រោះយើងឃើញថាត្រូវការភាសាអីយកមកគប់សំនឹងការគេថាចូលរួមក្នុងសង្គមអភិវឌ្ឍសង្គមចឹងមានកតាជាច្រើនផ្នែកជាច្រើនដែលយើងត្រូវចូលរួមបានតាមរយៈផ្នែកភាសាចឹងឃើញចឹងទៅក៏ខ្ញុំឆ្លាញ់ចាប់ផ្ដើមឆ្លាញ់ហើយចូលចិត្តរៀនរៀងមានគេហៅថាខ្មែរយើងគេហៅថាមានដងដែរចាចឹងទៅក៏ចូលចិត្តរៀនផ្នែកហ្នឹងតាំងពីដើមមកចាហើយការចប់ទី12ដំបូងគោលដៅមកគឺដឹងច្បាស់ណាថាទៅរៀនជំនាញមួយហ្នឹងនិយាយតាមត្រង់បងអត់ទេចង់រៀនអីផ្សេងព្រោះអីគាត់ថាខ្លួនឯងអត់ប្រកែផងអត់ចេះភាសាផងចេះដែរតែចង់និយាយថាយើងពីមុនមកខ្ញុំអត់សូវជឿចិត្តខ្លួនឯងឥឡូវក៏អត់សូវដែរតែគាត់ថាព្យាយាមបដោះថាបើអត់ជឿចិត្តខ្លួនឯងបើអត់ខំប្រឹងទេយើងនៅតែនឹងឯងអញ្ចឹងយើងត្រូវទៅបន្តទៅមុខហើយព្យាយាមថាខ្លួនឯងឆ្លាញ់អីចង់បានអីអញ្ចឹងខ្ញុំក៏នឹកថាខ្ញុំរៀងជឿចិត្តខាងផ្នែកភាសាអង់គ្លេសហើយខ្ញុំរៀនទៅឆាប់ចូលអញ្ចឹងខ្ញុំក៏ចាប់នឹងទាំងពេលហ្នឹងមកច្រើនតែមានអ្នកសួរថាដោយសារខ្ញុំ background នៃអង់គ្លេសដែរអញ្ចឹងទៅច្រើនតែមានអ្នកសួរថាខ្ញុំអត់សូវបកកែអង់គ្លេសហ្នឹងតែខ្ញុំទៅរៀនអង់គ្លេសកើតអត់ប៉ុន្តែគិតអ្វីដែរទៅរៀនជំនាញអង់គ្លេសហ្មងសំណួរនេះថប់សួរខ្លួនឯងថប់និយាយមួយខ្លួនឯងហើយថប់លឺជាច្រើនដែរអ្នកជាផ្នែកភាសាអង់គ្លេសគាត់សួរខ្លួនឯងគាត់និយាយដូចគ្នាក៏ប៉ុន្តែខ្ញុំគិតថាមកពីអត់ចេះហ្នឹងឯងបានរៀនចឹងខ្ញុំតែងតែប្រាប់ខ្លួនឯងអញ្ចឹងបើខ្ញុំខំប្រឹងឲ្យខ្លាំងហើយខ្ញុំព្យាយាមថាចាក់ចេញពី comfort zone ហ្នឹងខ្ញុំនឹងអាចរៀនបកកែរៀនចេះបានគេធ្វើបានខ្ញុំក៏ធ្វើបានអញ្ចឹងខ្ញុំតែតែគិតថាអញ្ចឹងខ្ញុំក៏បន្តរហូតអញ្ចឹងបានន័យថាបើគាត់ចង់រៀនក៏បានដែរឲ្យតែគាត់មានការខំប្រឹងហើយដាក់ចិត្តដាក់កាយរៀនទៅចាអូខេពាក់ព័ន្ធមួយការទៅរៀនមួយទៀតគឺទៅរៀននៅសាលាដែលពុទ្ធិកៈដែលហៅសាលាប្រសង់ភិកច្រើនណាដែលគេលើឲ្យភិកច្រើនប្រសង់ទៅរៀនប៉ុន្តែក៏បើកសម្រាប់សិស្សទូទៅដែរមែនទេចាគេរៀនហ្នឹងអាហារូបករណ៍មិនដែរអាហារូបករណ៍ពេញហើយអ្នកមួយចំនួនប្រកាសជាចាប់អារម្មណ៍សួរទៅឃើញបរិញ្ញាទៀតចាប់ដើមបរិញ្ញាតាំងពីឆ្នាំណាទៅបរិញ្ញាឃើញបរិញ្ញាប្រសង់មានបរិញ្ញាប្រសង់បងឃើញវីដេអូបងឯងដំបូងគឺវីដេអូដែលបងឯងបរិញ្ញាប្រសង់ហ្នឹងឯងចាបងអញ្ចឹងបានថាបងឯងចាប់អារម្មណ៍ផ្នែកបរិញ្ញាហើយពាក់ព័ន្ធនៅក្នុងពុទ្ធសាសនាអីដែរមែនឬក៏មិនដែរចាខ្ញុំគោរពអាចថា
សូមចាត់ទុកខ្លួនឯងជាពុទ្ធសាសនិកមួយដែរចុះដោយសារម៉ាក់ខ្ញុំគាត់នាំទៅវត្តតាំងពីតូចអញ្ចឹងហើយមានកត្តាជាច្រើនដែលចូលទៅក្នុងពុទ្ធកៈនឹងរៀនហើយមានសំណួរជាច្រើនដូចបងឆ្ងល់បងអីចឹងគេសួរខ្ញុំថាអាអីចឹងអាអ៊ីអ្នកខេត្តណាមកពីណាមិនបានមករៀននៅក៏មកទៅគេហៅពាក្យថាសាលាលោក នៅឯសាលាលោក នៅមករៀននៅសាលាលោកចឹងខ្ញុំថាខ្ញុំឆ្លាញ់ចូលចិត្តខាងពុទ្ធសាសនាដែរហើយខ្ញុំឃើញពីសក្តានុពលសាលាច្រើនមែនតើដែលអ្នកដែលគាត់អាចថាមិនសូវសិក្សាស្វែងយល់ពីសាលាបានច្បាស់គាត់គិតថាសាលាមិនមានជំនាញផ្សេងក្រៅពីជំនាញពុទ្ធសាសនាអញ្ចឹងណាអញ្ចឹងវាមានអញ្ចឹងឯងតែទៅរៀនមិនដែរ4ឆ្នាំនៅសាកលវិទ្យាល័យជីវិតឆ្នាំទី1ពិបាកមិនខ្លះឬក៏ស្រួលឬក៏មិនប៉ុន្តែគិតថាឆ្នាំមួយណាពិបាកជាងគេខ្ញុំគិតថាឆ្នាំទី1ហើយនិងទី4ទី1បាក់ហើយចុងក្រោយគឺឆ្នាំទី4មក4ទៀតមូលហេតុអីកត្តាទី1សម្រាប់ឆ្នាំទី1តាំងខ្ញុំតាំងគេគឺយើងទុំតែបញ្ចប់បាក់ឌុបចឹងដល់ពេលចូលទៅក្នុងបរិស្ថានគេហៅថា environment ថ្មីមួយនៅក្នុងសាកលវិទ្យាល័យហ្នឹងយើងតែរៀងប្លែកទទួលបានបទពិសោធន៍ថ្មីចឹងយើងអត់តន់សមខ្លួនណាគេរៀនខុសប្លែកពីនៅវិទ្យាល័យទាំងអស់ទាំងការសំបីតែការកាត់ក៏ដោយបាច់និយាយទៅឆ្ងាយនៅជំនាញនេះប៉ុន្តែសំបីតែការកាត់ធម្មតាការយើងរៀននៅវិទ្យាល័យយើងកាត់តាមគ្រូពេញក្តារខៀនចឹងណាហើយដល់ពេលមកដល់សាកលគឺយើងព្យាយាមកាត់ខ្លួនឯងវិញតាមអ្វីដែលគាត់និយាយដែលយើងចាប់បានហ្នឹងគេថា keynote គាត់វិញអញ្ចឹងវាខុសគ្នាមានតាំងកត្តាតូចចឹងហើយច្រើនទៀតហ្មងហើយសម្រាប់ឆ្នាំទី4គឺដោយសារសាលាខ្ញុំត្រូវសរសេរសារណាបញ្ចប់ឆ្នាំសិក្សាផងដើម្បីត្រូវការពារហើយនឹងប្រឡងចេញផងមិនប្រឡងចេញឯជាស្រ័យគឺប្រឡងបញ្ចប់ឆមាសចឹងត្រូវ2តង់ប្រឡងហើយនឹងសេសាណាការពារបញ្ចប់សារណាសម្រាប់មុខវិជ្ជាដូចខ្ញុំនិយាយមិញចឹងមានជាច្រើនតូចផ្សំនឹងពាក្យថាអក្សរសាស្ត្ររៀងធំដែរមិនមែនត្រឹមតែជាកម្រិតទូទៅដែលយើងរៀននៅតាមបែប level 1 2 pre-inter ឬក៏ intermediate អីចឹងឯងហើយសម្រាប់មួយទៀតសាលាខ្ញុំគឺរៀងចូលបែបពុទ្ធសាសនាដែរចឹងបើសម្រាប់ពុទ្ធសាសនាក៏រៀនជាភាសាអង់គ្លេសដែរចឹងយើងមានការខ្ញុំនិយាយទៅសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចាប់អារម្មណ៍ហើយខ្ញុំឆ្លាញ់គ្រប់មែនតើចាជារួមផ្នែកគាត់ថាវាមានចំណុចពិបាកហើយក៏មានចំណុចដែរថាយើងទៅសារយើងឆ្លាញ់ស្រាប់ចឹងទៅទោះបីពិបាកមិនក៏យើងនៅតែបន្តរៀនមែនទេចាប៉ុន្តែសម្រាប់អ្នកដែលរៀនភាសាអង់គ្លេសទូទៅហ្មងណាពីច្រើនខ្លួនឯងមើលឃើញថាដោយសារខ្លួនឯងជាអ្នករៀនខ្លួនឯងផ្ទាល់ផងជាគ្រូផងអញនិយាយថាមិនដែរហៅខ្លួនជាអ្នកចែករំលែកភាសាអង់គ្លេសផងតើពីច្រើនគាត់មានបញ្ហាអីគេនៅក្នុងការរៀនភាសាអង់គ្លេសចាបងសម្រាប់ខ្ញុំនេះខ្ញុំមិនដឹងគេឃើញចឹងអត់ទេណាក៏ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញថាកត្តាសំខាន់ជាងគេគឺ environment គេហៅថាខ្មែរយើងហៅថាមិនបរិស្ថានជុំវិញអ្នកអ្វីៗដែលនៅជុំវិញខ្លួនយើងអញ្ចឹងទាំងកត្តាសាលាទាំងកត្តាគ្រូបង្រៀនទាំងកត្តាមិត្តភ័ក្តិហើយនឹងជាភាសាហ្នឹងគឺខ្លួនឯងហ្នឹងហ្មងហើយសម្រាប់ចូលទៅដល់គ្រូដើរទៅសំខាន់ដែរបើគ្រូគាត់បង្រៀនសិស្សហ្នឹងគឺនឹងកាច់ទៅតាមហ្នឹងហើយបើសម្រាប់ environment គេហៅថាមិត្តភ័ក្តិគាត់មិត្តរួមថ្នាក់គាត់ណាគ្រូឲ្យនិយាយភាសាអង់គ្លេសអញ្ចឹងគាត់ចូលរួមទាំងអស់គ្នាទោះជាគាត់មិនចង់ឬចង់ត្រូវតែធ្វើតាមគ្រូហើយចឹងមិត្តភ័ក្តិគាត់ឲ្យនាំគាត់និយាយហើយយើងស្ដាប់តង់គេផងឲ្យផងទៅយូរយើងផ្សំខ្លួនបានហើយតាខ្លួនឯងហ្នឹងសំខាន់ខាងថាបងអ្វីទាំងអស់ផ្ដើមចេញពីខ្លួនឯងអញ្ចឹងបើយើងគិតថាយើងខ្សោយនៅត្រង់ចំណុចណាយើងត្រូវអភិវឌ្ឍតាមឥឡូវនេះសម័យគេហៅថាសម័យ digital បច្ចេកវិទ្យាអញ្ចឹងយើងអត់សូវដូចមុនទេយើងមិនមែនរៀនទៅតាមសភៅពុំទេយើងមានប្រព័ន្ធដូចជាYouTube website ផ្សេងៗនៅក្នុងការរៀនភាសាអង់គ្លេសហើយនឹង app ហើយអាចថាសូម្បីតែ Facebook ហ្នឹង social media ហ្នឹងក៏មានពី education ច្រើនដែរអញ្ចឹងយើងព្យាយាមកាត់អ្វីដែលថាក្រៅពីប្រព័ន្ធអប់រំនឹង
ចេញសិនណាយើងជាអ្នកសិក្សាចឹងយើងអាចតាមដាន follow page ឬក៏ website ណាដែលពាក់ព័ន្ធជាមួយនឹងភាសាអង់គ្លេសបានច្រើនទៅខ្ញុំឃើញច្រើនមែនទែនល្អមែនទែនហើយដូចជាមាន podcast មានអីជាដើមពាក់ព័ន្ធជាមួយនឹងភាសាអង់គ្លេសហើយនឹង YouTube channel របស់ BBC Learning English ហ្នឹងយើងអាចស្ដាប់រៀនឲ្យបានច្រើនតាមនឹងចា៎ ច្បាប់ប្រសាទនៃការរៀនរបស់បងឯងផ្ទាល់មក ចា៎ ភាគច្រើនរៀនពីរៀនខ្លួនឯងឬក៏រៀននៅសាលាទាំងពីរ គូផ្សំទាំងពីរហ្មងប៉ុន្តែបើសម្រាប់ខ្ញុំហ្នឹងចូលទៅក្នុងការខ្ញុំរៀនចុះភាសាអង់គ្លេសខ្ញុំត្រូវតែរៀនមុននឹងដើរចូលថ្នាក់ចឹងមានថាខ្ញុំត្រូវចំណាយពេលមើលមេរៀនហ្នឹងសិនមុននឹងចូលថ្នាក់ដល់ពេលចូលទៅដល់ជាពិសេសនៅពេលដែលខ្ញុំរៀនជាមួយគ្រូបរទេសទៀតចឹងបើយើងថាមុំយើងចិត្តតែចូលទៅដល់ម៉ោងយើងដើរចូលទៅគឺយើងពេលខ្លះអត់អាចតន់គាត់ដែរដោយសារគាត់ចាត់ទុកថាយើងចេះហ្មងគាត់និយាយពាក្យចង់ជ្រៅមកក្រៅក៏គាត់ចាត់ទុកថាយើងចេះអត់ដែរអញ្ចឹងយើងព្យាយាមបន្ស៊ាំតាមគាត់ហើយទី2មកទៀតយើងដែលខ្ញុំនិយាយថារៀនមុនខ្លួនឯងមិញហ្នឹងគឺខ្ញុំត្រូវមើលមេរៀនមុនហើយបន្ទាប់មកនៅពេលដែលគាត់និយាយមកយើងដឹងថាអូមេរៀននេះមិញនេះចេះតាមហ្នឹងអញ្ចឹងបងអូខេអញ្ចឹងអានោះដូចជាការត្រៀមលក្ខណៈមុនសម្រាប់ការរៀនព្រោះអញនិយាយថាមានដែរសិស្សមួយចំនួនដែលទៅរៀនទាំងអត់ដឹងថ្ងៃហ្នឹងរៀនពីអីហងមានមករៀនគឺចាំគ្រូប្រាប់ហ្មងថាថ្ងៃហ្នឹងយើងរៀនពីមេរៀននេះប៉ុន្តែការត្រៀមលក្ខណៈទុកមុនសម្រាប់ការរៀននេះសំខាន់ណាស់រៀននៅសាកលវិទ្យាល័យក្តីការរៀនទូទៅក្តីទោះបីយ៉ាងហោចណាស់ក៏យើងដឹងថាថ្ងៃហ្នឹងគ្រូនឹងបរៀនពីអីឬក៏គោលបំណង objective នៅក្នុងពេលរៀនថ្ងៃហ្នឹងចង់បានអីឬក៏គ្រូគាត់ចង់ឲ្យយើងចេះអីបើសិនបើយើងរៀននៅសាកលវិទ្យាល័យគ្រូគាត់ជាមានមួយហៅ course syllabus មែនទេ course syllabus ហ្នឹងគាត់មានអូខេសប្តាហ៍នេះរៀនអីអញ្ចឹងសិស្សគួរតែត្រៀមមុនខ្លះដែរកុំឲ្យរំពឹងលើគ្រូ 100% ពេកហ្នឹងហើយអត់ពេលដែលរៀនចប់មកមានអារម្មណ៍មិនដែរខុសពីការនៅរៀនមិនឥឡូវរៀនចប់ហើយនេះមានអារម្មណ៍មិនដែរដូចគ្នាដូចដដែលមិនពីក៏មិនមានអារម្មណ៍ថារៀងសប្បាយតិចរៀងនឹកនៅពេលដែលយើងរៀនតិចដោយសារអីជាធម្មតាជាសិស្សបងនៅពេលដែលយើងរៀនគឺយើងអត់សូវគិតអីច្រើននេះយើងខំប្រឹងតែរៀនហើយការងារផ្សេងៗយើងអាចថាបន្ទាប់បន្សំដើម្បីអភិវឌ្ឍខ្លួនក៏ប៉ុន្តែនៅពេលដែលយើងរៀនចប់ដូចខ្ញុំឥឡូវនេះខ្ញុំសុំបើកវងកញ្ចក់ទៅចុះនៅពេលដែលយើងអត់មានពេលរៀនសម្រាប់អភិវឌ្ឍខ្លួនឯងវារៀងគ្រោះថ្នាក់ដែរយើងរបៀបថាយើងបញ្ចេញទាំងអស់គេថាមាន skill វាមាន input skill and output skill ឥឡូវហ្នឹងខ្ញុំភាគច្រើនខ្ញុំប្រើ output skill ដល់ពេលចឹងទៅបើអត់យើងអត់សូវមានពេលដែលថាយើងដាក់ input ចូលទេវារៀងគ្រោះថ្នាក់ដែរចឹងយើងកម្រិតយើងដែលយើងចង់និយាយថាចេះត្រឹមប៉ុណ្ណឹងយើងនៅតែប៉ុណ្ណឹងចឹងវាអត់មានន័យបន្ថែមប៉ុន្តែខ្ញុំសប្បាយចិត្តវិញដោយសារខ្ញុំមានឱកាសចែករំលែកច្រើនដូចខ្ញុំនិយាយមិញចឹងចែករំលែកតាមរយៈការនេះភាសាអង់គ្លេសផ្នែកភាសាអង់គ្លេសអញ្ចឹងខ្ញុំអាចគេហៅថាខ្ញុំឆ្លងពាក្យមួយភាសាអង់គ្លេសគេហៅថា sharing is gaining ចឹងនៅពេលដែលខ្ញុំចែករំលែកនៅពេលដែលខ្ញុំគេហៅថាពាក្យយើងថាបរៀនអីចឹងគឺយើងទទួលបានមកវិញពេលខ្លះខ្ញុំរៀនពីនឹងវិញតាដូចថាបើខ្ញុំបរៀនមេរៀនណាដែលរៀងស្រាលអញ្ចឹងខ្ញុំក៏គិតថាខ្ញុំអ្វីដែលរៀនហ្នឹងគឺរៀងពិបាកមកហើយយើងប្រើអញ្ចឹងប៉ុន្តែដល់ពេលយើងភ្លេចមើលចំណុចតូចៗដែលរៀង grammar voice មកដូចអ្វីជាកស្រាលយើងមិនទៅរំលឹក present អីហ្នឹងមកវិញទេត្រូវហ្មងប៉ុន្តែនៅពេលដែលយើងបរៀនយើងហ៊ានពីខ្លួនឯងមកវិញទៀតហ៊ានលាសាឡើងវិញអញ្ចឹងខ្ញុំគិតថាល្អមែនតើហើយនឹងមានមេរៀនជាច្រើនទៀតដែលពេលខ្លះដូចជាពាក្យអីជាដើមពាក្យភាសាអង់គ្លេសយើងភ្លេចឬក៏ពាក្យខ្លះនៅក្នុងកម្រិតទាបឯងក៏ប៉ុន្តែយើងអត់ដែររៀនដូចគ្នាចាមែនតែយើងរៀនចប់ថ្នាក់បរិញ្ញាបត្រហើយយើងចេះគ្រប់ពាក្យនៅក្នុងមេរៀនដែលសភៅ beginner អីយើង beginner ឬក៏ elementary អីយើងចេះទាំងអស់ទេបងអញ្ចឹងយើងរៀនតាមរយៈការបង្រៀនចាដល់ពេលយើងនៅទៅបន្តរៀនតែប៉ុន្តែគិតថាបើសិនបើអាហ្នឹងអាស្រ័យទៅលើថ្នាក់ដែលយើងបរៀនដែរមែនទេបើសិនបើយើងរៀន ABC ពេលខ្លះ
យើងប្រកាសជាមានអារម្មណ៍ថាយើងអត់បានរៀនអីថ្មីឯងទៅនឹងកម្រិតពិបាកនៃការបរៀនវាអាចធ្វើឲ្យយើងនឹងក្នុងនាមជាគ្រូគេគឺថា researcher ណាគ្រូពេលដែលយើងធ្វើជាគ្រូគេបើយើងដឹងថាចំសិស្សគាត់រៀនប៉ុណ្ណឹងតែគ្រូត្រូវរៀនច្រើនជាងនឹងទៀតដើម្បីយកអានឹងយកមកបរៀនយើងបាទប៉ុន្តែមួយទៀតគឺ skill យើងអាចបានអីផ្សេងតាមរយៈការធ្វើការមែនទេហើយមែនមានអារម្មណ៍ចឹងមែនពេលខ្លះអ្នកមួយចំនួនដែលបងជួបពេលដែលគាត់គិតតែធ្វើការពេកបានន័យថាគាត់យកអ្វីដែលគាត់មានទៅបញ្ចេញទៅធ្វើការដល់ពេលហើយគាត់មានអារម្មណ៍ថាខ្លួនឯងដូចអត់មានអភិវឌ្ឍខ្លួនសោះអត់មានបានរៀនអីថ្មីទេមែនទេព្រោះគាត់ធ្វើការងារដដែលឬក៏គ្រូមួយចំនួនគាត់បរៀនឡើងទៅជា routine ហ្នឹងទៅជាទម្លាប់ហ្នឹងដល់ម៉ោងបរៀនឆ្នាំក្រោយមកអញ្ចឹងបរៀនអាហ្នឹងទៀតឆ្នាំក្រោយបរៀនអាហ្នឹងទៀតអញ្ចឹងហើយអត់មានអា professional development អត់មានការអភិវឌ្ឍជំនាញទាំងជំនាញវិជ្ជាជីវៈរបស់ខ្លួនទៅលើអានឹងវិធីសាស្ត្រនៃការបរៀនឬក៏អីអញ្ចឹងហើយជំនាញផ្នែកភាសាអង់គ្លេសអត់បានបរៀនទៅយើងមានអារម្មណ៍ថាយើង stuck នៅចំណុចកន្លែងហ្នឹងអញ្ចឹងបានគេថាការរៀនគឺពេលដែលយើងរៀនយើងនៅបន្តរីកចម្រើនទៅមុខតែពេលដែលយើងឈប់យើងមានអារម្មណ៍យើងដូចស្លាប់ហើយអត់មានអីថ្មីហ្នឹងហើយ long life learning long life learn ហើយ អញ្ចឹងនៅបន្តរៀនរហូតចាហើយខ្ញុំសូមថែមតិចថាជាពិសេសយើងរៀននៅពេលដែលយើងធ្វើការអីយើងអាចរៀនពី soft skill ច្រើនមែនតើបងស្គាល់ soft skill បាទ soft skill ចឹង communication public speaking critical thinking problem solving negotiation អត់អស់ទេជា soft skill ហើយចរិយាសម្បត្តិយើងសិលធម៌នៅក្នុងការរស់នៅតែខ្ញុំឆ្លាញ់មែនតើពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ក្នុងការរៀនចូលទីចុះខ្ញុំមានគេហៅថាចតុស្តម្ភ4នៅក្នុងការអប់រំបង four pillars in education ទី1រៀនដើម្បីមានចំណេះដឹង learn to know ទី2 learn to work រៀនដើម្បីធ្វើការហ្នឹងវាមិនមែនពាក្យតែធ្វើការហើយមិនមែនពាក្យតែមានចំណេះដឹងយើងត្រូវបកស្រាយច្រើនទៀតប៉ុន្តែនេះខ្ញុំគ្រាន់តែប្រាប់ទ្រុឌចឹងហើយ learn to live together រៀនដើម្បីរស់នៅជាមួយគ្នាបានព្រោះអ្នកខ្លះគាត់រៀនគាត់គេហៅថាព្រះអង្គដែលជាបណ្ឌិតជាច្រើនផុសនៅលើ social media តាមរយៈការអប់រំទេសនាហ្នឹងថាមិនបងស្បីតលោកជំទាវបណ្ឌិតបច្ចិនមនីក៏លោកជំទាវមានប្រសាសន៍ថាបើយើងរៀនមានចំណេះដឹងហើយប៉ុន្តែចរិយាសម្បត្តិសិលធម៌យើងនៅមានកម្រិតក៏ការរស់នៅក្នុងសង្គមយើងទៅតាមនឹងដែរចឹងបងហើយចុងក្រោយគេហ្នឹងគឺ learn to be បើភាសាអង់គ្លេសខ្ញុំមិនដឹងបកថាម៉េចប៉ុន្តែបើចតុស្តម្ភ4នៅក្នុងវិស័យអប់រំនៅក្នុងជាភាសាខ្មែរកន្លែងហ្នឹងគេហៅថារៀនដើម្បីក្លាយជាពលរដ្ឋគំរូដើម្បីរៀនដើម្បីមានសិលធម៌ល្អចាឆ្លាញ់4ហ្នឹងបាទអូខេចំណុចកន្លែងនេះនៅតាមសាលានៅតាមសាលាច្រើនណាដាក់ហើយប៉ុន្តែសិស្សជាទូទៅអាចនឹងមិនចាប់អារម្មណ៍ដែរសួរគាត់រៀនដើម្បីអីអត់ដឹងមិនចាប់អារម្មណ៍ចំណុចកន្លែងហ្នឹងដែរធម្មតាឥឡូវមករៀននៅសាកលវិទ្យាល័យចុះចាហេតុតែចាំបាច់មករៀននៅសាកលវិទ្យាល័យធ្វើអីបើគេសួរហេតុតែចាំបាច់រៀននៅសាកលវិទ្យាល័យទៅហេតុមិនធំរៀនធំវិទ្យាល័យទៅចឹងប្រកាសជាអ្នកមកគិតទីមួយទៀតថាខ្ញុំរៀននៅសាកលវិទ្យាល័យដើម្បីបានជំនាញយកជំនាញហ្នឹងយកទៅធ្វើអីយកទៅធ្វើការបាទដើម្បីមានចំណូលមានជំនាញមួយច្បាស់លាស់ធ្វើការហើយអាចរកចំណូលផ្គត់ផ្គង់ខ្លួនឯងបានហ្នឹងជាគោលដៅរបស់គាត់ប៉ុន្តែធាតុផ្សំក្រៅពីហ្នឹងទៀតដែលផ្សារភ្ជាប់ជាមួយនឹងចតុស្តម្ភ9នៃការអប់រំដែលបងឯងបានលើកឡើងមិញវាមិនមែនគ្រាន់តែថាអូយើងទៅរៀនត្រូវតែមានគោលដៅថាខ្ញុំទៅធ្វើការដើម្បីបានជំនាញអាហ្នឹងថារៀនធ្វើម៉េចឲ្យមានជំនាញបងអូនរៀនអង់គ្លេសមកវិញជំនាញគឺអាចបង្រៀនភាសាអង់គ្លេសបានមែនទេឬក៏បកប្រែឬក៏អីចឹងតែនេះគឺជាជំនាញជាក់លាក់មួយតែក្រៅពីហ្នឹងរយៈពេល4ឆ្នាំហ្នឹងគឺយើងបណ្ដុះបណ្ដាលគេបណ្ដុះបណ្ដាលហើយនឹងយើងខ្លួនឯងហ្នឹងត្រូវតែគិតគូរទៅលើ attitude ពាក់ព័ន្ធមួយចរិយាសម្បត្តិដែលបងឯងបាននិយាយមិញហ្នឹងតែយើងចេះធ្វើការមួយមនុស្សអត់ចេះរស់នៅមួយគេអត់អេយ៉ាបត់របស់យើងមិនដែរអត្តចរិតរបស់យើងមិនដែរពេលយើងចេញទៅធ្វើការគេបណ្ឌិតទៅលើហ្នឹងតែបងឯងគិតថាធ្វើម៉េចដើម្បីបុគ្គលហ្នឹងគាត់អាចអភិវឌ្ឍជំនាញរបស់គាត់អភិវឌ្ឍ
កັບកិរិយារបស់គាត់ឬក៏អេយ៉ាបតរបស់គាត់មានវិន័យមានអីអញ្ចឹងណាជាទូទៅបងអូន follow ទៅតាមអីគេមាន rule អី personal ខ្លួនឯងអានសភៅឬក៏ស្ដាប់ធម៌អីចឹងព្រោះបងឯងខាងពុទ្ធសាសនាអីចឹងដែរបងឯងគិតថាបុគ្គលគាត់មានអេរិយាបថល្អឬក៏អត្តចរិតល្អតើមានធៀបសមអីឬក៏គាត់គួរតែធ្វើអី ចាបងអរគុណសំណួរនេះបើយើងស្ដាប់ទៅវាយើងនេះបើសម្រាប់ខ្ញុំផ្ទាល់ បទពិសោធន៍ផ្ទាល់ខ្លួន បទពិសោធន៍ផ្ទាល់ខ្លួនតាមរយៈការស្ដាប់ពធដែរស្ដាប់ពធអប់រំចិត្តហើយដូចខ្ញុំនិយាយតាំងពីដើមមកអញ្ចឹងម៉ាក់ខ្ញុំអាសានាំចូលវត្តតាំងពីតូចអញ្ចឹងខ្ញុំព្យាយាមមើលដោយសារយើងចូលទៅក្នុងបរិបទឬក៏ទីកន្លែងមួយវាតែងតែខុសពីកន្លែងផ្សេងមួយទៀតទេអញ្ចឹងឧទាហរណ៍ថាបើយើងចូលទៅក្នុងកន្លែងការិយាល័យដែលមនុស្សធ្វើការបើសមកដូចអ្នក graphic design អីចឹងចុះហើយនឹងបរិបទនៅក្នុងការទៅធ្វើបុណ្យកឋិនអីចឹងចុះអញ្ចឹងពីរហ្នឹងគឺខុសគ្នាប្លែកខ្លាំងអត់បងខុសគ្នាដាច់អត់អញ្ចឹងសម្រាប់ខ្ញុំគិតថាយើងអាចរៀនតាមរយៈការមិនមែនសម្រាប់ឧទាហរណ៍ថាបើគាត់កាន់សាសនាអីផ្សេងក្រៅពីពុទ្ធអាចមានណាបងមាននេះដែរចាអញ្ចឹងយើងអាចមើលតាមបរិបទចាស់ស្ដែងយើងរស់នៅវិញរៀនពីមនុស្សការសង្កេតមនុស្សចាមនុស្សរៀនពីមនុស្សនៅពេលដែលយើងចង់បានអីយើងសួរខ្លួនឯងថាយើងចង់បានអ្វីពីអ្នកដទៃយើងចង់បានការស្រឡាញ់ការគោរពដល់តម្លៃឲ្យយើងអញ្ចឹងគេក៏ត្រូវការដូចយើងដែរអញ្ចឹងយើងព្យាយាមយកចិត្តគេដាក់ចិត្តយើងដូចជាការខ្មែរយើងខ្ញុំស្រឡាញ់ខ្លាំងត្រង់សំពះអញ្ចឹងយើងអាចមើលទៅនៅពេលដែលយើងចូលចំណោមគេបើគេសំពះយើងfirst of all គេបងយើងប៉ុន្តែគេសំពះយើងមានអារម្មណ៍មិនហ្មងអារម្មណ៍ថាត្រូវបានគេផ្ដល់ការគោរពឲ្យយើងផ្ដល់តម្លៃយើងអញ្ចឹងនៅពេលដែលអារម្មណ៍ហ្នឹងយើងទទួលបានហើយយើងពេញចិត្តហ្នឹងគេក៏ចង់បានយើងដូចគ្នាអញ្ចឹងនេះមិនមែនជាលក្ខណៈថាផ្នែកសាសនាខាងពេញនេះជាផ្នែកលក្ខណៈទូទៅរបស់មនុស្សហ្មង human being អញ្ចឹងសរុបមកវិញយើងចង់ទទួលបានអារម្មណ៍យ៉ាងម៉េចយើងត្រូវតែដាក់ចិត្តគេមិនដាក់ចិត្តយើងហើយយើងព្យាយាមបញ្ចេញឲ្យគេជូនគេតាមអញ្ចឹងគ្នាប៉ុន្តែលើកឧទាហរណ៍មួយហ្នឹងក៏ល្អដែរពាក់ព័ន្ធមួយការសំពះនេះគឺជាអរិយាបថមួយរបស់ខ្មែរដែលទំនៀមទម្លាប់មួយរបស់ខ្មែរឬក៏ប្រពៃណីរបស់ខ្មែរនៅពេលដែលយើងជួបគ្នាយើងសំពះមែនទេហើយសំពះទៅចេះសំពះទេណាជាលក្ខណៈជាខ្មែរណាសំពះព្រះមិនប៉ុន្តែពេលខ្លះក៏មិនសូវបានជាចាប់អារម្មណ៍ដែរប៉ុន្តែអាហ្នឹងក៏បង្ហាញពីអរិយាបថមួយបាទវប្បធម៌អត្តសញ្ញាណហ្នឹងហើយអញ្ចឹងឯងអញ្ចឹងអាហ្នឹងអត់ចាំបាច់និយាយអីច្រើនទេប៉ុន្តែវាថាវាជាការរៀនមួយអំពីមិនសូវធ្វើម៉េចដើម្បីអភិវឌ្ឍអរិយាបថរបស់យើងឲ្យបានត្រឹមត្រូវអាចថាអ្វីដែលបងឯងលើកឡើងគឺតាមរយៈការសង្កេតនេះសំខាន់ណានៅតាមពេលយើងចូលរួមបរិបទផ្សេងគ្នាកម្មវិធីផ្សេងគ្នាយើងត្រូវចេះសង្កេតដែរស្លៀកពាក់ទាំងការស្លៀកពាក់ទាំងអីធ្វើម៉េចឲ្យសមរម្យទៅតាមកម្មវិធីរបស់គេទាំងពេលវេលាហើយនឹងទីតាំងការនិយាយស្ដីដូចគ្នាមែនទេការនិយាយស្ដីដូចបងជាមួយប្រសងច្រើនយើងអាចប្រកែសង្កស័ព្ទគេថាមិនបានប្រកែនិយាយសង្កស័ព្ទដោយសារបងឯងរៀនដែរមែនទេមុនដំបូងអត់ចេះដូចគ្នាហ្មងតែយើងព្យាយាមថាយើងនៅក្នុង environment មួយហ្នឹងឯងចុះបើយើងមិនរៀនចូលចុះនៅក្នុងហ្នឹងអត់ហើយល្អអត់ដែលយើងថាយើងអត់ចេះហើយយើងអត់រៀនទៀតហ្មងបាទស៊ីអញ្ចឹងបានន័យថាធម្មតាយើងទៅកន្លែងណាមួយយើងត្រូវសង្កេតប្រើប្រាស់ឲ្យបានត្រឹមត្រូវណោះជាមួយប្រសងក្តីបងមិនសូវនៅខាងលើច្រើនទេប៉ុន្តែបើឲ្យថានិយាយគឺអាចបានដោយសារយើងសង្កេតយើងដឹងយើងស្ដាប់យើងមើលយើងមិនមែនមនុស្សអត់បើកចិត្តនៅក្នុងការរៀនទេអញ្ចឹងយើងពេលដែលយើងបើកចិត្តថាខ្ញុំពិតជាអត់ដឹងមែនយើងទទួលស្គាល់ថាខ្ញុំពិតជាអត់ដឹងមែនមកឲ្យខ្ញុំទៅនិយាយមួយលោកនិយាយមួយប្រសងពេលខ្លះខ្ញុំអាចនិយាយខុសប៉ុន្តែនៅពេលដែលយើងទៅនិយាយខុសត្រូវអីយើងបានរៀនសូត្រអីថ្មីមែនទេបានដឹងលើក្រោយកុំឲ្យមានកំហុសនឹងទៀតណោះស្គាល់សំខាន់មកជាគេថា learn from mistakes រៀនពីកំហុសហ្នឹងគឺ
is the best learning ចឹងបើនិយាយខុសលើក្រោយនិយាយឲ្យត្រូវវិញមកហ្នឹងហើយដឹងហើយកណាអាត្មាញោមយ៉ាត់វែងអស់ចឹងណាអត់ទេអាចនិយាយថាបើសិនបើគាត់អត់សូវនៅក្នុងបរិបទមួយហ្នឹងគាត់អត់សូវចេះមែនរឿងអស់ហ្នឹងហើយដូចបងអូននិយាយថាត្រូវបានម្ដាយតែងទៅនាំទៅវត្តទៅអីចឹងបងឯងផ្សងខ្លួនមកហ្នឹងអាចតែបើគេនិយាយថាពុទ្ធសាសនាយើងមិននិយាយថាអ្នកស្ដាប់យើងមានគ្រប់សាសនាអាចនឹងមានខាង Christian ទៅខាង Muslim ទៅប៉ុន្តែយើងក៏និយាយថាប្រជាពលរដ្ឋយើងខ្មែរយើងវា90%ជាងដែលអ្នកកាន់ពុទ្ធសាសនាប៉ុន្តែបើថាបានរៀនសូត្របានយល់ដឹងបានស្វែងយល់សំបីថាភាសានៅក្នុងការនិយាយហ្នឹងក៏យើងនិយាយត្រូវដែរហ្នឹងហើយអាហ្នឹងដែលថាយុវជនយើងគួរតែបដោតរៀនសូត្រដែរមែនទេសូមបន្ថែមតិចបងតាមពិតទៅព្រះពុទ្ធសាសនាដូចយើងនិយាយចឹងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយព្រះពុទ្ធសាសនាមិនបានបង្រៀនឲ្យយើងទៅបន់ស្រន់សុំសេចក្តីសុខអីទេប៉ុន្តែយើងអ្នកធ្វើខ្លួនឯងយើងអ្នកគេថាពុំមានកម្លាំងអ្វីស្មើនឹងកម្លាំងកម្មនៅនេះមានន័យថាម៉េចកម្មគឺអំពើដែលយើងធ្វើរាល់ថ្ងៃឧទាហរណ៍ថាយើងជាអ្នកសិក្សាហើយយើងជាអ្នកកូនខ្មែរមួយរូបតែយើងគួរប្រព្រឹត្តខ្លួនបែបណាដើម្បីឲ្យក្លាយជាពលរដ្ឋល្អសិស្សល្អកូនល្អអញ្ចឹងក្នុងសង្គមក្នុងគ្រួសារក្នុងសាលាហើយពុទ្ធសាសនាខ្ញុំឃើញចូលរួមច្រើនខ្លាំងមែនតើមិនដូចខ្ញុំនិយាយមិញអញ្ចឹងមិនមែនឲ្យបន់ស្រន់ប៉ុន្តែជឿលើខ្លួនឯងខ្លួនទីពឹងខ្លួនរបស់បងដែលយើងថ្នាក់ទី12ថ្នាក់ទីអីហ្នឹងសរសេរពីតាំងសេចក្តីច្រើនហើយអត្តហិអត្តនោនាថាចាហើយយើងអាចលុតដំទាំងចរិយាសម្បត្តិយើងតែចំណេះដឹងយើងផ្នែកពុទ្ធិហើយទាំងពាក្យសម្ដីកាយវិការយើងគ្រប់សពបែបយ៉ាងហ្នឹងឲ្យធ្វើម៉េចសមស្របទៅតាមគេហៅថាបុគ្គលមួយដែលជាគំរូដែរបងចាហើយខ្ញុំតាមពិតទៅខ្ញុំឃើញដូចលោកជំទាវបណ្ឌិតបច្ចាមនីជា idol របស់ខ្ញុំដែរខ្ញុំឃើញគាត់គឺជ្រះថ្លាខ្លាំងហើយទាំងពាក្យពេចន៍គាត់ប្រសាសន៍គាត់ទាំងអីគ្រប់សពបងឃើញឥឡូវឯងចាក់ស្ដែងគឺគាត់គ្រប់ពុទ្ធសាសនាខ្លាំងមែនតើអញ្ចឹងអាចនេះជា role model របស់កូនខ្មែរយើងគ្រប់រូបឲ្យយើងនេះតាមដែរចាហើយបងធ្លាប់ជួបលោកជំទាវបណ្ឌិតដែរកាលពីឆ្នាំមុនលោកជំទាវធ្លាប់សមាធិធ្លាប់អីច្រើនដែរហ្នឹងហើយអញ្ចឹងលោកជំទាវជាអ្នកជ្រះថ្លានៅក្នុងពុទ្ធសាសនាច្រើនដែលយ៉ាបងតាមដានសកម្មភាពដែរតបជួបគាត់ម្ដងតាមរយៈគាត់បានចែកម្លែកបទពិសោធន៍មេរៀនអីច្រើនពេលហ្នឹងត្រូវទៅចូលរួមកម្មវិធី exchange program តែមុនទៅគេមាន courtesy call ការជួបសំណេះសំណាលអីអញ្ចឹងទៅភាគច្រើនអ្វីដែលគាត់មានប្រសាសន៍មកហ្នឹងគឺជាមេរៀនពីជីវិតមេរៀនដែលលោកជំទាវបានរៀនពីពុទ្ធសាសនាអញ្ចឹងជាដើមហើយប៉ុណ្ណេះនៅក្មេងគេថានៅក្មេងមិនក៏ឆាប់ចូលទៅខាងហ្នឹងឆាប់ចូលទៅហ្នឹងមែនតែយល់មិនដែរគេថាក្មេងគួរតែរៀនសូត្រអីទូទៅចំណេះដឹងរៀនពីសាសនាពីពុទ្ធសាសនាពីអីដែរមែនតែសាប៉ុណ្ណេះរៀននៅសាលាលោកស្រាប់មែនទេចាអញ្ចឹងបញ្ចូលតាំងឆ្នាំទីប៉ុន្មានឆ្នាំទី1អញ្ចឹងឆ្នាំទី1ពេលហ្នឹងចាប់ដើមដឹងអីគេបើសម្រាប់ខ្ញុំដូចជម្រាបជូនបងតាំងពីដំបូងមកអញ្ចឹងខ្ញុំស្រឡាញ់តាំងពីដើមអញ្ចឹងខ្ញុំអត់ជាអីដែលថ្មីសម្រាប់ខ្ញុំពេកទេដល់ពេលកាន់តែចូលទៅខ្ញុំកាន់តែស្រឡាញ់គ្រប់ខ្លាំងអញ្ចឹងហើយយើងបានរៀនសូត្រច្រើនប៉ុន្តែខ្ញុំជាជាក់ស្ដែងមិនមែនតាមរយៈទៅសាសនាពេកបងតាមពិតខ្ញុំឃើញថាខាងគេហៅថាផ្នែកពុទ្ធចក្រត្រូវតែដើរជាមួយនឹងអាណាចក្រជានិច្ចអាណាចក្រយើងដូចយើងជាអ្នកសិក្សាដែលអត់មានបពុំមួយសាសនាថាអាណាចក្រអីបងត្រូវហើយពុទ្ធចក្រអាចថាចូលខ្ញុំចាបងខ្ញុំរៀនសាលាប្រសង់ពុទ្ធកៈអញ្ចឹងតែងតែបញ្ជ្រាបចូលហើយខ្ញុំឃើញថាត្រូវជាមួយនឹងយុវវ័យយើងច្រើនដូចជាគេហៅថាសម័យ Gen Z បងទី1បើយើងរៀនតែផ្នែកអាណាចក្រពេកយើងរៀនផ្នែកវិទ្យាសាស្ត្រយើងរៀនផ្នែកអីផ្សេងដែលអត់មានសាសនាមកអប់រំផ្លូវចិត្តវារៀងវឹកវរដែរបងដោយសារចិត្តយើងគេហៅថាដូច
បើពុតសំដែងថាដូចស្វាអញ្ចឹងខណៈនេះនៅកន្លែងនេះខណៈនោះនៅកន្លែងនោះហើយឧទាហរណ៍ថាយើងបើយើងចង់គិតទៅដល់សហរដ្ឋអាមេរិកត្រឹមតែ1វិនាទីគិតទៅដល់ភ្លាមត្រូវអត់បងអញ្ចឹងអត់អាចមានអ្វីដែលចាប់ចិត្តយើងបានទេហើយយើងជាអ្នកសិក្សាធម្មតាយើងមានភាពតានតឹង stress អីច្រើនអញ្ចឹងតាមរយៈការអប់រំផ្លូវចិត្តនេះសំខាន់សម្រាប់អ្នកសិក្សាដែរបើគាត់សិក្សាបកកែគាត់រៀនបកកែប៉ុន្តែកម្រិតនៃការ stress របស់គាត់ក៏វាមានការតាមនឹងដែរអញ្ចឹងបើយើងអត់ចេះគ្រប់គ្រងអារម្មណ៍មកវិញទេយើងក៏រៀងពិបាកដែរបងចា៎អូខេគួរចាប់អារម្មណ៍បងក៏ជាពុទ្ធសាសនិកដែរអានេះជាទូទៅឯណាខ្មែរយើងដែលគេថាព្រោះយើងគ្រួសារកើតមកពុំដែរយើងគោរពប៉ុន្តែបើនិយាយពីការសិក្សាអាចទទួលស្គាល់ថាខ្លួននៅមានកម្រិតតែគាត់ថានឹងរៀនសូត្រពីព្រោះគិតថាវាជាផ្នែកមួយដែលយើងអាចរៀនសូត្របានច្រើនយើងដឹងបានណាដឹងបានច្រើនតែបើយើងនិយាយការអនុវត្តក៏វាមិនសូវបានច្រើនប្រហែលដែរប៉ុន្តែអាហ្នឹងគឺជាផ្លូវមួយដោយបងនិយាយពាក់ព័ន្ធមួយរឿងផ្លូវចិត្តហ្នឹងយើងយុវជនយើងសូម្បីតែបងផ្ទាល់ពេលខ្លះក៏មានបញ្ហារឿងផ្លូវចិត្តរឿងអីអញ្ចឹងដែរយើងមិនទាន់និយាយដល់ជំងឺកើតជាជំងឺផ្លូវចិត្តទេប៉ុន្តែគ្រាន់តែអារម្មណ៍យើង stress អារម្មណ៍យើងមួម៉ៅអារម្មណ៍យើងខឹងអារម្មណ៍យើងចំណែនគេអារម្មណ៍យើងអត់សុបាយចិត្តរាល់ថ្ងៃហ្នឹងក៏ព្រលឹមឡើងងើបមកគឺថា anxiety អីចឹងទៅ Facebook ច្រើនមើល Facebook ច្រើន compare ខ្លួនឯងមួយអ្នកដទៃស្ដីគាត់សុទ្ធតែបញ្ហាហ្មងហើយអញ្ចឹងបានគេថាដល់ពេលអត់ផ្សារភ្ជាប់មួយការអប់រំចិត្តដោយបងឯងថាហ្នឹងគឺយុវជនហ្នឹងបញ្ហាប្រឈមច្រើនជាងគេចង់និយាយពីវីដេអូដែលគេឃើញផ្ទុះនៅលើអនឡាញទៅបរៀនប្រសងមិនបានទៅបរៀនប្រសងវិញបរៀនភាសាអង់គ្លេសចែករំលែកភាសាអង់គ្លេសអូខេបងដូរពាក្យឥឡូវថាមិនបានទៅចែករំលែកវិញពេលនោះមានកម្មវិធីមានអីឬក៏មិនហើយការបរៀនប្រសងខុសពីការបរៀនប្រសក់មិនទៅខុសច្រើនដែរខុសមិនទៅប្រសងយើងជាអ្នកលោកជាភេទបបិជិតដកដងឧត្តមអញ្ចឹងយើងត្រូវមានការគោរពប្រើប្រាស់ពាក្យពេចន៍ហើយនឹងកាយវិការធ្វើម៉េចឲ្យសមរម្យតាមពិតសម្រាប់ប្រសក់គ្នាយើងដែលជាមនុស្សជនទូទៅក៏យើងត្រូវការប្រើពាក្យពេចន៍សមរម្យកាយវិការហើយនឹងការចែករំលែកអីទៅតាមនឹងដែរក៏ប៉ុន្តែសម្រាប់ប្រសង់រៀងផ្សេងខុសពីដូចជាការប្រើប្រាស់សង្កស័ព្ទឲ្យជាដើមហើយការអត់លំតូនវារៀងមានតែមានជាងតិចឯងអញ្ចឹងវាខុសគ្នាតែប៉ុណ្ណាទេបើសម្រាប់ខ្ញុំគិតថាពិបាកអត់សូវពិបាកផងមិនអញ្ចឹងដោយសារយើងសមដោយសារខ្ញុំរៀងសមដែរចាប៉ុន្តែខ្ញុំទៅហ្នឹងសម្រាប់ការខ្ញុំទៅជាលក្ខណៈថាពួកខ្ញុំមានគ្នាច្រើនដែរពេលហ្នឹងទៅ6 7អង្គអ្នកមានប្រសង់ទៅទៀតតែជាមិត្តរួមថ្នាក់អញ្ចឹងខ្ញុំបញ្ចប់សរសេរសារណាមចប់ហើយខ្ញុំក៏បាន clear ថាព្រះអង្គហើយនឹងដូចខ្ញុំហៅឈ្មោះមិត្តភក្តិខ្ញុំអញ្ចឹងថាសេងឬក៏អីជាដើមថាបើយើងអត់ទៅលើទេតិចទៀតយើងនឹងមានការងារធ្វើរៀងខ្លួនច្រើនដោយសារយើងបញ្ចប់ថាបញ្ញាបត្រហើយមិនជាខ្ពស់ទេមិនតាន់ខ្ពស់ទេក៏ប៉ុន្តែចប់មកដំណាក់កាលហើយអញ្ចឹងយើងបើយើងមិនយកពេលហ្នឹងទៅចែករំលែកទៅចូលរួមអភិវឌ្ឍសង្គមខ្លះទេយើងមានពេលណាទៀតយើងគិតតិចទៀតទៅយើងនឹងធ្វើការឲ្យគិតតែពីខ្លួនយើងឯងពេលខ្លះការធ្វើការគិតពីប្រាក់ខែគិតពីអីនឹងគិតពីខ្លួនយើងច្រើនអត់បងប៉ុន្តែបើយើងចែករំលែកតាមរយៈការចូលរួមគេថា volunteer ស្ម័គ្រចិត្តនេះយើងបានច្រើនបានទទួលច្រើនហើយនឹងក៏បានបុណ្យដែរបងនិយាយចំទៅបរៀនប្រសងចែករំលែកប្រសងបានបុណ្យច្រើនហើយជ្រះថ្លាផងហើយសិទ្ធិអ្នកវិស័យពុទ្ធកៈដូចគ្នាដែរអញ្ចឹងក៏បានសម្រេចថាយើងបើយើងអត់មានពេលអាច2សប្តាហ៍ឬក៏អីចឹងទៅចឹងក៏ខ្ញុំបានមូលមតិជុំគ្នាហើយក៏បានទៅចែករំលែកដល់ខេត្តបន្ទាយមានជ័យវត្តប្រាសាទស្រះកណ្ដាលខ្ចាស់នឹងជាការងារស្ម័គ្រចិត្តទេចាជាមួយមិត្តភ័ក្តិដូចផ្ដើមគំនិតនឹងខ្លួនឯងហ្មងអូអត់មានព្រះអង្គណាលោកហៅឬក៏អីអត់ទេចា
ពេលដែលនៅសាកលវិទ្យាល័យបងចូលរួមសកម្មភាពអីខ្លះទេក្រៅពីការសិក្សារៀនសូត្ររៀនមួយថ្ងៃពេញហ្មងហើយរៀនអង្គុយទៅរៀនខ្លួនឯងឬក៏ទៅចូលរួមកម្មវិធីនេះកម្មវិធីនោះចូលរួមសកម្មភាពអីខ្លះ អតីតកាលវិញ ហ្នឹងហើយ តាំងពីឆ្នាំទី1មកនិយាយទៅខ្ញុំចាប់ផ្ដើមចែករំលែកភាសាអង់គ្លេសហ្នឹងតាមរយៈការបង្រៀនផ្សេងៗជា part time class តាំងពីខ្ញុំពាក់កណ្ដាលឆ្នាំទី2ចឹងខ្ញុំរៀនសូត្រពីនឹងបានច្រើនហើយទី2មកទៀតខ្ញុំបានចូលរួមការងារស្ម័គ្រចិត្តមួយចំនួនដែរដូចជាព្រឹត្តិការណ៍ SEA Game Para Game អីខ្ញុំធ្វើជា volunteer នៅផ្នែក LO គេហៅថាដូចជា logistic official liaison ណា liaison officer ឬក៏ logistic yes ស្តៀងគ្នាហ្មង ហ្នឹងហើយ ហើយខ្ញុំដូចជានឹងដូចជា guide ដែរ guide របស់អត្តពលិកចាស់អញ្ចឹងខ្ញុំបានចូលរួមនេះគឺជាពេលដែលបញ្ចេញភាសាអង់គ្លេសហើយរៀនសូត្រច្រើនអញ្ចឹងខ្ញុំអាចនៅជាមួយពួកគាត់ទៅយើងប្រើប្រាស់ខ្មែរភាសាខ្មែរអត់កើតទេអញ្ចឹងត្រូវតែប្រើភាសាអង់គ្លេសហើយភាសាអង់គ្លេសនេះបែបរៀងការទូតផងហើយអន្តរជាតិតែដូចថាព្រឹត្តិការណ៍អញ្ចឹងបងហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែនពេលនោះដោយសារតុងពេលហ្នឹងតាំងត18ឆ្នាំហ្មងហើយចង់ចេញធ្វើការងារស្ម័គ្រចិត្ត ចា៎ និយាយមួយបរទេសនិយាយមួយអីចឹង បើក្រោមអាយុក្រោមនឹងតែមួយខែបើខ្ញុំអត់គ្រប់អាយុក្រោមនឹងតែមួយខែក៏ដាក់ពាក្យបានដែរ application គេត្រូវតែ18ឆ្នាំគត់ឡើងហើយពេលហ្នឹងចំគត់ហ្មងហើយចឹងមានឱកាសខាងមែនទែននៅក្នុងការអភិវឌ្ឍខ្លួនតាមរយៈហ្នឹងហើយទី2មកទៀតដូចជាឆ្នាំទី3ទី4អីជាដើមមកដូចមានព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចទេពវង្សអស្គាល់ បាទ ព្រះមហាសង្ឃរាជធិបតីយើងហ្នឹងនៃប្រជាណាចក្រកម្ពុជាលោកសកុតអញ្ចឹងក៏ខ្ញុំបានចូលរួមតាមរយៈផ្នែកដូចជាការស្ម័គ្រចិត្តផ្នែកគណៈកម្មការទទួលភ្ញៀវបរទេសអញ្ចឹងហើយភ្ញៀវបរទេសហ្នឹងមិនភ្ញៀវធម្មតាគឺលក្ខណៈថាប្រតិភូប្រសង់នៃប្រទេសនីមួយៗអញ្ចឹងដូចបើខ្ញុំវិញកាលហ្នឹងដូចជាប្រទេសម៉ុងហ្គោលចាស់អញ្ចឹងគឺយើងបានប្រើប្រាស់ភាសាអង់គ្លេសយើងបានរៀនសូត្រច្រើនមិនទាំងផ្នែកចំណេះដឹងឯងគឺផ្នែក soft skill ដែរយើងនិយាយមិនច្រើនមែនតើចា៎ អូខេអញ្ចឹងចូលរួមសកម្មភាពច្រើនដែរណាទាំងសម្រាប់សង្គមហើយនៅក្នុងពុទ្ធសាសនាដែរព្រឹត្តិការណ៍សង្គមព្រឹត្តិការណ៍កីឡាដូច SEA Game Para Game អីមិញហ្នឹងចូលរួមសកម្មភាពទាំងអស់ហ្នឹងប៉ុន learn បានថាពី soft skill ពីអីអភិវឌ្ឍជំនាញចំណេះដឹងអីបន្ថែមទៀតក្រៅពីនៅសាលាមែនទេ តាមរយៈការធ្វើពិធីការនីអីផ្សេងតាមពិតជាមុនដំបូងខ្ញុំធ្វើតាមដូចជាកម្មវិធីតូចៗនៅក្នុងសាលាអញ្ចឹងបងនិយាយឲ្យចំទៅគេហៅថាពិធីការនី MC ដែលអស់ជំរើសដែរផ្ដើមឡើងពីអស់ជំរើសដែរបងចា គេផ្ដល់ឱកាសឲ្យ ចាគេផ្ដល់និយាយទៅខាងពុទ្ធិកសិក្សាផ្ដល់ឱកាសឲ្យខ្ញុំច្រើនខាងមែនទែនហើយមិនមែនតែខ្ញុំទេសិស្សដទៃច្រើនខ្លាំងបងបើអត់មានខ្ញុំនិយាយពាក្យមួយម៉ាត់ហ្មងបើអត់មានពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបើអត់មានពុទ្ធិកសិក្សាទេបើអត់មានគណៈគ្រប់គ្រងព្រះសង្ឃព្រះអង្គគ្រូអីទេគឺខ្ញុំអត់មានថ្ងៃនេះទេបងចា ចឹងបានទាំងឱកាសក្នុងការធ្វើការសង្គមការងារផ្សេងទំនាក់ទំនងទទួលបានច្រើនហើយដូចចូលរួមឥឡូវ MC តាមកម្មវិធីធំអីឲ្យមានប្រសងអីគឺថាពិធីករមួយចំនួនអាចនិយាយថាមិនហ៊ានទទួលណាឬក៏បើខ្លួនឯងមិនសូវជាប្រកែផ្នែកសង្ឃស័ព្ទអីហ្នឹងបាទគាត់អាចរៀនសូត្របានបន្ថែមតែដូចបើគេឲ្យត្រូវការសម្របសម្រួលអីស៊ីជម្រៅខ្លាំងផងអាហ្នឹងផ្នែកឯងតែវាថាយើងមានបទពិសោធន៍អ្វីវាកើតចេញពីបទពិសោធន៍ហ្នឹងឯងចឹងនិស្សិតគាត់គួរតែធ្វើអីខ្លះទៅដូចខ្លួនឯងរវល់ច្រើនណាមានអារម្មណ៍ខ្លួនឯងរវល់ច្រើនណាការនៅរៀនហើយក៏រលៅនៅរវល់ដដែលណាគិតថាវាអត់ធ្វើឲ្យខ្លួនឯងទំនេរខ្លះហ្មងឬក៏មិនអរគុណបងពាក្យហ្នឹងព្រះអង្គគ្រូខ្ញុំប្រហែលអង្គដែរលោកថាខ្ញុំដែរថា
អីក៏ធ្វើអញ្ចឹងអត់ហត់ទេធ្វើគ្រប់សពមើលដាក់ខ្លួនឯងឲ្យតនីខ្លះមើលប៉ុន្តែខ្ញុំគិតថាចាក់បងឱកាសមិនមែនជាតែមានទេហើយខ្ញុំចាំពាក្យមួយថាដែរថាឱកាសដូចជាការ៉េមអញ្ចឹងបងបើយើងមិនញ៉ាំពេលហ្នឹងទេវាអីបងអាលីអញ្ចឹងហើយចឹងខ្ញុំគិតថាតនខ្លួននៅក្មេងអ្វីដែលធ្វើបានអ្វីដែលជួយបានអ្វីដែលយើងធ្វើហើយយើងមិនបញ្ចេញឲ្យអត់បានមកវិញណាប៉ុន្តែយើងមិនសម្លឹងឃើញផលប្រយោជន៍ទេក៏ប៉ុន្តែគាត់ថានៅពេលដែលយើងដូចឧទាហរណ៍ថាចូលរួមតាមរយៈសកម្មភាពផ្សេងដែលជួយទៅក្នុងសាលាជួយទៅក្នុងថ្នាក់ជួយទៅក្នុងសង្គមអីហ្នឹងយើងសិតតែបានមកវិញទាំងអស់វាថាមិនតិចទេក៏ច្រើនខាងមែនតើមករាប់អត់អស់ទេបើចំណុចនៃការទទួលបានពីការផ្ដល់ឲ្យហ្នឹងវាអត់ស្មើគ្នាគឺលះច្រើននៃការទទួលបានហើយទី2មកវិញបងសំណួរបងមិញគឺនិស្សិតគួរធ្វើលើកទឹកចិត្តឲ្យរវល់ដោយខ្លួនឯងដែរឬក៏មិនដែរតាមមនុស្សដែរបងតាមមនុស្សដែរខ្លះគាត់ធ្វើទៅអត់ទេខ្ញុំគិតថាជានិស្សិតគួរតែបាញ់ចែកពេលវេលាច្បាស់ណាមានពេលណាយើងត្រូវរវល់ពេលណាយើងសិក្សាពេលណាយើងរំហាយខួរក្បាលទៅគេទៅរវល់ទៅដែរគេថាទំនេរតើតែមិនធ្វើអីសោះមិនមែនបានទំនេរតែពាក្យទំនេរមានន័យថាម៉េចបើពេលយើងថាទំនេរខ្ញុំទៅធ្វើនេះទៅធ្វើនោះរវល់ទៅដែរហ្នឹងហើយខ្ញុំរវល់ជាមួយនឹងការអានសភៅហ្នឹងចានិយាយទៅអានេះអាស្រ័យលើយើងខ្លួនឯងណាយើងមានសកម្មភាពអីពេលខ្លះសកម្មភាពហ្នឹងវាមិនមែនជាចាត់ទុកវាជាការងារវាអត់សូវជាសម្ពាធថាយើងត្រូវទៅធ្វើអញ្ចឹងអាចថារឿងមួយចំនួនយើងដូចបង្ខំខ្លួនឯងឲ្យធ្វើហើយពេលដែលយើងបង្ខំខ្លួនឯងឲ្យធ្វើច្រើនយើងមានអារម្មណ៍សម្ពាធហ្មងយើងមានហ្នឹងហើយរវល់អីចឹងណាប៉ុន្តែរឿងខ្លះទៀតយើងធ្វើដោយក្តីស្រឡាញ់ណាទៅដូចបងចុះទៅតាមខេត្តអីចឹងពេលខ្លះទៅលក់សភៅទៅអីអញ្ចឹងឬក៏ទៅចែករំលែកតាមកម្មវិធី event មួយចំនួនដែលគេហៅទៅវាជាការងារតាមពិតវាជាការងារប៉ុន្តែវាក៏ជាការកម្សាន្តដែរពេលបានដើរទៅពេលបានចុះទៅខេត្តហើយជិះតាមផ្លូវអីចឹងទៅឃើញទេសភាពទៅមើលតំបន់គេទៅភ្លក់ម្ហូបនៅតំបន់ហ្នឹងអីអញ្ចឹងទៅវាដូចជាលាយឡំមួយគ្នាអាហ្នឹងយើងថ្មជីវិតហ្នឹងហើយសាកថ្មជីវិតតែសាកថ្មជីវិតស្របពេលដែរទៅធ្វើការដែរបេសកកម្មឬក៏អីចឹងទៅអញ្ចឹងវាគប់សំគ្នាយ៉ាយុវជនយើងអាចនឹង stress អីច្រើនប៉ុន្តែ stress ដែរទេធ្លាប់ burn out ទេធ្លាប់អត់ burn out អត់ចង់ធ្វើអីឬក៏លែងចង់ធ្វើអីចឹងណាមិនដែរបើថាមិនធ្លាប់ដូចជាមិនអាចទៅរួចទេបងជាបុគ្គលជនជាមនុស្សធម្មតាអញ្ចឹងថាតែមានឲ្យជាពិសេសអ្នកសិក្សាទៀតក៏ប៉ុន្តែដូចខ្ញុំនិយាយមិញតាមរយៈមានអីផ្សេងយកមករំងាប់វិញយកមកអប់រំវិញអញ្ចឹងបងចាមានច្រើនរបៀបមែនតើមិនធម្មតាតាមរយៈការស្ដាប់ធម៌មានច្រើនណាបងហើយសម្រាប់ Gen Z យើងឥឡូវយើងដឹងហើយសម័យយុវជនយើងបច្ចុប្បន្ន Gen Z បងជា Gen Z ដែរហ្នឹងហើយបងជា Gen Z ចំបងគិតថាអតចរិតរបស់ Gen Z មិនទៅបងគាត់ឯងច្រើននិយាយថា Gen Z តែ Gen Z អតចរិតរបស់គាត់មិនគេច្រើនតែមើលគាត់ជាមិនមនុស្ស creative មនុស្សមានអីថ្មីតាមតនមួយបច្ចេកវិទ្យាឬក៏អីអញ្ចឹងណាប៉ុន្តែ Gen Z គួរតែផ្សារភ្ជាប់មួយពុទ្ធសាសនាយើងមានអារម្មណ៍ថាវីដេអូនេះយើងកំពុងនិយាយពី Gen Z ផ្សារភ្ជាប់មួយពុទ្ធសាសនាព្រោះបងឯង Gen Z ដែរប៉ុន្តែ Gen Z vibe ពុទ្ធសាសនា vibe ផ្សេងមាន Gen Z ច្រើន vibe ដូចមកតាមបាត់បងក៏ Gen Z ដែរពីព្រោះ Gen Z យើងគេថាឆ្នាំ97អីហ្នឹងទៅ97 98មិនច្បាស់ទេគឺគេចាត់តួជា Gen Z ឯងចឹងបងជា Gen Z តែ Gen Z បងអូខេបច្ចេកវិទ្យាឬក៏អីចឹងយើងតាមតនយើងអីចឹងណាយើងប៉ុន្តែមួយទៀតបែប Gen Z បងច្រើននិយាយលេងមិនចឹងទេបងចូលស្ដាប់បទវាសិនស៊ីសមុទ្រស្ដាប់បទអីចឹងវិញចឹងវា Gen Z vibe សិនស៊ីសមុទ្រដល់ពេលបង Gen Z vibe ពុទ្ធសាសនាបទបុរាណដែរហ្នឹងហើយអញ្ចឹងអាហ្នឹងវាជាចំណងចំណូលចិត្តបទឥឡូវក៏ស្ដាប់បងរីឡងគ្នាដល់អញ្ចឹងចូលគ្នាទាំងអស់ប៉ុន្តែបើថារឿងបច្ចេកវិទ្យាអីនឹងមានអ្នក Gen ឥឡូវតទៀត Gen Alpha Gen អីតទៀតគាត់តាមតនមានអីថ្មីមកទៀតចឹងទៅបាទប៉ុន្តែអាចនិយាយថាគេច្រើននិយាយចំណុចរៀងថា
ថាចិនស៊ីរឹងក្បាលរៀងអីគាត់មានភាពជាខ្លួនឯងប៉ុន្តែមកឲ្យមានភាពជាខ្លួនឯងពេកគឺយើងត្រូវចេះសម្របដែរសម្របមួយសង្គមរៀនពីមនុស្សចាស់ទៅបាត់តែអូខេយើងជំនាន់ក្រោយមែនយើងចេះដឹងអីមែនប៉ុន្តែมันចាស់គាត់មានបទពិសោធន៍ដែលយើងអាចរៀនសូត្របានពីពួកគាត់បានច្រើនណោះហើយអាចថាចិនស៊ីតែផ្សារភ្ជាប់មួយនេះមួយរឿងធម៌អាខ្លះទៅដើម្បីអប់រំចិត្តព្រោះយើងប្រើប្រាស់បច្ចេកវិទ្យាច្រើនយើង social media ច្រើនវាគប់ផ្សំដែរថាវានឹងអាចជាអត្តពលអវិជ្ជមានមកដល់យើងវិញដែរប៉ុន្តែគិតចឹងអត់ប្រើ Facebook ច្រើនអត់ប៉ុណ្ណេះខ្ញុំហ្នឹងហើយខ្ញុំក៏តែរៀងច្រើនដែរហ្មងទៅបែបបងក៏មានអារម្មណ៍ថាខ្លួនឯងច្រើនដែរហ្នឹងហើយប៉ុន្តែគាត់ថាខ្ញុំប្រើមានគោលបំណងមានគោលបំណងដែរចាគោលបំណងដូចប៉ុណ្ណេះផ្សព្វផ្សាយរឿងការសិក្សាទៅបរៀនប្រសង់ឃើញសំបីតែថតវីដេអូអញ្ចឹងហ្នឹងក៏វាជាការផ្សព្វផ្សាយរឿងល្អដែរវិជ្ជមានដែរបងស្គាល់ខ្លួនឯងតាមរយៈហ្នឹងដែរអញ្ចឹងក៏ចាប់អារម្មណ៍ធ្វើឲ្យអ្នកដែលគាត់ជាពុទ្ធសាសនាក្តីអ្នកកាន់ពុទ្ធសាសនាក្តីអ្នកមិនកាន់ពុទ្ធសាសនាក៏ចាប់អារម្មណ៍លើសកម្មភាពរបស់យើងបង្ហាញអីដែលរឿងជ្រះថ្លារឿងល្អអញ្ចឹងជាផលប៉ះពាល់ជាវិជ្ជមានសម្រាប់សង្គមរបស់យើងដែរដូចបងថាមិនឲ្យប្រើ Facebook បើសម្រាប់ឥឡូវថតវីដេអូថ្ងៃនេះយកទៅផុសក្នុង Facebook នៅក្នុង YouTube ហ្នឹងអញ្ចឹងវាជាការងារផងតែពេលខ្លះ check មើលខ្លួនឯងដែរពេលដែលយើងប្រើច្រើនពេក screen time យើងច្រើនអាចទទួលស្គាល់ដែរពេលខ្លះអញ្ចឹងវាត្រូវការ awareness ណាត្រូវការមើលមកលើខ្លួនឯងវិញប្រើច្រើនអត់ល្អណាដូចសម្ដេចឧត្តមវង្សាគុណសុភាពលោកទុំតានិមន្តទៅកម្មវិធី Winnie University Live របស់បញ្ញាសាស្ត្រលោកមាននៃការមួយដែរត្រង់ថាចំណុចសម័យ Gen Z យើងជួយចិត្តប្រើ social media ច្រើនហើយនៅពេលដែលយើងអស់គេហៅថាអីគឺបងវីដេអូខ្លីៗ reel ចឹង reel shots អីចឹង short reel ហ្នឹងយើងអស់យូរមុនដំបូងយើងអស់រៀងមើល focus រៀងច្រើនវិនាទីដែរចឹងពេលយូរទៅយើងអស់ទៅដូចថាយើងគេហៅថា lose concentration យើងចិត្តតែអស់ហើយដល់ពេលគូក្បាលយើងវាមានការ focus តិចទៅហ្នឹងជាផលប៉ះពាល់មួយដែលខ្ញុំចាំបានពីដីការបស់សម្ដេចគូសុភាពដែរហើយសម័យ Gen Z យើង sad លោកថាម៉េចបង sad ធ្វើឲ្យសោយ sad ធ្វើសោយអញ្ចឹងយើងកុំ sad ច្រើនពេកយ៉ាតែដោយសារបងអូនមានការងារធ្វើខាងនេះផងចែកម្លែកផងរៀនអីចឹងជាដើមចឹងតែបែងចែកពេលវេលាមិនទេតាំងពេលរៀននៅសាកលក្តីឬក៏មកដល់ពេលបច្ចុប្បន្នក្តីអាចចែកម្លែកតិចបានទេពេលវេលាគ្រប់គ្រងមិនទៅ personally ខ្លួនឯងចាបងតែខ្ញុំគួរតែនិយាយពី schedule ការពីមុនខ្ញុំតែខ្ញុំគាត់ថារវល់ហ្នឹងឬក៏មិនដែរមិនក៏បានដែរចង់និយាយពីសវតាបន្តិចក៏បានដែរថារបៀបឬក៏ទម្លាប់នៃការចាត់ចែងពេលរបស់បងការគ្រប់គ្រងពេលរបស់បងព្រោះការគ្រប់គ្រងពេលវេលាសំខាន់ណាស់មិនថាជាសិស្សឬក៏រៀនចប់ក៏ដោយរៀនចប់អាចនឹង schedule ខុសពីមុនវិញមែនហ្នឹងហើយអញ្ចឹងការនៅរៀន schedule មិនរៀនទៅតាម schedule សាលាឬក៏មិនដើម្បីឲ្យ assignment deadline អីធ្វើតន់ហងហើយដល់ឥឡូវដល់ពេលរៀនចប់ទៅ schedule យើងប្រែប្រួលមិនយើងចាត់ចែងមិនសម្រាប់ការខ្ញុំរៀននៅសាកលនៅថ្នាក់បញ្ញត្តិហ្នឹងជាពិសេសក្នុងរយៈពេលឆ្នាំទី2ទី4ខ្ញុំឃើញថាខ្ញុំរៀនរវល់ច្រើនមកខ្ញុំមើលកន្លែងទៅក្នុងវិញអញ្ចឹងដូចជាម៉ោងនៅពេលព្រឹកឡើងពីម៉ោង7ព្រឹកដល់ម៉ោង10កន្លះអីចឹងខ្ញុំរៀននៅសាកលផ្នែកបញ្ញត្តិហ្នឹងហើយសម្រាប់ម៉ោង11កន្លះរហូតដល់ម៉ោង1ម៉ោងបាយហ្នឹងដែលខ្ញុំត្រូវមានពេល relax ហ្នឹងខ្ញុំទៅរៀននៅសាលាអង់គ្លេសអន្តរជាតិមួយទៀតអញ្ចឹងខ្ញុំត្រូវតែធ្វើម៉េចហៅពេលបាយចន្លោះពេលហ្នឹងឲ្យហើយកុំឲ្យចូលដល់ម៉ោង1ឬពេលខ្លះវាអាចរវល់ពេកដែរញ៉ាំក្រោយពេលចេញម៉ោង1ហ្នឹងបើមកខ្ញុំធ្វើការនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរិនដដែលពីម៉ោង1រហូតដល់ម៉ោង5កន្លះបញ្ចប់ពីហ្នឹងហើយខ្ញុំបរៀន1ម៉ោងទៀតនៅម៉ោង5កន្លះដល់6កន្លះអញ្ចឹងខ្ញុំចប់ត្រឹមប៉ុណ្្នឹងហើយខ្ញុំមុនទៅដល់ផ្ទះអាចថាម៉ោង7កន្លះ8សម្រាប់ពេលហ្នឹងខ្ញុំគួរតែ relax ខ្ញុំគួរតែ
សម្រាប់ឯង ប៉ុន្តែមើល schedule ទៅគេថាពេញហ្មងទម្លាប់និយាយទៅទម្លាប់បងអូនអត់ចូលចិត្តឲ្យខ្លួនឯងទំនេរហ្នឹងតាំងពីដើមហ្មងមើលតាម schedule ទៅគឺថារវល់ពេញហ្មងប៉ុន្តែចៅអារម្មណ៍ណាថាឱកាសជាការ៉េព្រោះបើអត់ធ្វើអាហ្នឹងតែត្រឡប់បកក្រោយវិញប៉ុន្តែស្ដាយក្រោយមែនទេថាពេលវេលាយើងប្រើពេលវេលាយើងឲ្យមានតម្លៃឲ្យអស់ពីប្រសិទ្ធភាពហ្មងអត់ធ្លាប់អញ្ចឹងកាលពីនៅរៀនធម្មតាយើងមកពីវិទ្យាល័យអ្នកនៅរៀនវិទ្យាល័យអាចនឹងធ្លាប់រៀនព្រឹកផងថ្ងៃផងអាពេលថ្ងៃនឹងងាកឡើងរៀនគួរទៀតកាលនៅវិទ្យាល័យគឺយើងប្រើអាហ្នឹងអស់វិជ្ជាកណ្ដាលនពលដែរចូលមកដល់សាកលអាចរៀនតែមួយវេនអញ្ចឹងបើសិននិស្សិតមួយចំនួនគាត់រៀនតែមួយវេនហើយគាត់ចាំបាច់គិតធ្វើអីតទៀតទេមែនទេអាសល់ពេលប្រមាណហ្នឹងគឺគាត់ relax ហ្មងគាត់ enjoy អីចឹងទៅជួបមិត្តភ័ក្តិអីចឹងទៅហ្នឹងហើយទៅធ្វើនេះធ្វើនោះអីចឹងទៅអត់ខុសទេឲ្យតែធ្វើរឿងត្រូវថាទៅជួបមិត្តភ័ក្តិលេងកីឡាទៅអីហ្នឹងមិនខុសទេប៉ុន្តែអ្វីយើងចង់បានមកវិញថាមករៀន4ឆ្នាំហ្នឹងដែលយើងចែកតាំងពីដើមណាចង់បានអីជំនាញអត្តចរិតចំណេះដឹងត្រូវមានគូផ្សំគ្នាអញ្ចឹងដើម្បីបានអាហ្នឹងវាត្រូវសកម្មភាពច្រើនដោយបងប្រម៉ូបបពិសោធន៍ផងប្រម៉ូការចំណេះដឹងផងហត់តែមានអារម្មណ៍ថាខ្លួនឯងប្រឹងមែនណាប្រឹងណាប្រឹងខ្លាំងហ៎ពេលខ្លះមានអារម្មណ៍ថាប្រឹងប៉ុន្តែពេលខ្លះខ្ញុំអារម្មណ៍ថាអត់តន់ប្រឹងអស់ទៀតអត់តន់ប្រឹងអស់តែសារឲ្យចាប់បងខ្ញុំព្យាយាមគេថាគេមានពាក្យមួយថាកុំឲ្យប្រៀបធៀបខ្លួនឯងទៅអ្នកដទៃប៉ុន្តែយើងយកជាការប្រៀបធៀបហ្នឹងបើសម្រាប់ខ្ញុំយកទៅប្រៀបធៀបជាមួយខមាតោះអ្នកដែលគាត់ខាតលទ្ធភាពច្រើនគាត់មិនមានឱកាសក្នុងការសម្បីតែសិក្សាមានប្រៀបធៀបវាមានចំណុចល្អរបស់វាដែរណាតែប្រៀបធៀបហើយកុំបន្ទោសខ្លួនឯងអាហ្នឹងដែលរឿងដែលសំខាន់ប្រៀបធៀបក្នុងន័យនេះខ្លះប្រៀបធៀបមិនមែនក្នុងន័យធ្វើឲ្យខ្លួនឯងប្រសើរទេតែប្រៀបធៀបទៅជាមើលឃើញខ្លួនឯងហើយអត់សប្បាយចិត្តអន់ចិត្តមួយខ្លួនឯងអីចឹងវិញណាអញ្ចឹងវាមានរឿងចឹងដែរអូខេតែយើងបានទៅជែកគ្នាច្រើនហ្នឹងណាទាំងដំណើរផងជាអ្នករៀនផងជានិស្សិតផងធ្វើការផងអញ្ចឹងចាប់ផ្ដើមបរៀនយូរហើយមែនទេមិនតែបរៀនឥឡូវទេចាបរៀនតាំងពីឆ្នាំទី1ឆ្នាំទី1ឆ្នាំទី2ទី3យើងចាប់ដើមបរៀនបានទទួលបានបទពិសោធន៍រៀនផងធ្វើការផងអញ្ចឹងក៏ពិបាកដែរមែនទេបាទមានច្រើនដែរអញ្ចឹងបើសម្រាប់បងលើកទឹកចិត្តឲ្យសិស្សនិស្សិតគាត់ចំណាយពេលបែបណាដើម្បីឲ្យទទួលបានប្រយោជន៍សម្រាប់ខ្លួនគាត់អាចនិយាយជាការផ្ដាំផ្ញើចុះដោយសារតែយើងនិយាយរឿងយូរដែរហើយអញ្ចឹងអាចផ្ដាំផ្ញើទៅកាន់អ្នកដែលមើលយើងគាត់អាចជាសិស្សនិស្សិតជាអីអញ្ចឹងតើគួរតែធ្វើសកម្មភាពឲ្យខ្លះឬក៏មានការត្រៀមឲ្យខ្លះអញ្ចឹងជាដើមចាបងសម្រាប់ខ្ញុំបើខ្ញុំនិយាយទៅចូលយ៉ាងធေါ်តិចលើហ្នឹងអត់អីទេយើងថ្ងៃនេះយើងនិយាយ Gen Z ជាមួយនឹងបទចាដោយសារនេះតាមរយៈបបផ្សោតខ្ញុំផ្ទាល់ហ្មងខ្ញុំស្រឡាញ់ខ្ញុំគោរពព្រៀងប្រតិបត្តិតាមដែរនៅអថង្គេកមៈ8ដែលយើងហៅថាមគ្គអរិយសច្ចៈទាំង8ហើយភាសាអង់គ្លេសយើងហៅថា8 noble pathsចាបងស្គាល់ដែរបងធ្លាប់រៀនប៉ុន្តែឲ្យសូត្ររាប់បងរាប់ត្រូវឯងបងរាប់បានតែប្រហែលទេចាចឹងនិយាយត្រូវគ្នាបងបាទហើយតាមពិតចូលមែនតើចូលទៅក្នុងជីវិតមិនថាជាអ្នកតពុទ្ធសាសនាគេប៉ុន្តែយុវវ័យយើងនេះមានគេខ្លះបងដូចខ្ញុំរាប់មិនតាមលំដាប់លំដោយប៉ុន្តែតាមដែលខ្ញុំចាំគឺគេមានទៅជាសមាទិដ្ឋិសមាជាពិសេសខ្ញុំស្រឡាញ់ខ្លាំងគឺសមាវិយាមហ្នឹងបងគឺ right effort ការព្យាយាមត្រូវចាហើយជាអ្នកសិក្សាធម្មតាទទួលពាក្យនឹងច្រើនឯថាបើចង់មានចំណេះដឹងខ្ពស់ទៅតែព្យាយាមប៉ុន្តែព្យាយាមហ្នឹងយើងត្រូវចេះវិធីសាស្ត្រនៃការព្យាយាមដែរព្យាយាមកន្លែងនេះសមាវិយាមនេះគឺព្យាយាមត្រូវ power ទៅក្នុងពេលអនាគតដែរអញ្ចឹងខ្ញុំគិតថាជាអ្នកសិក្សាត្រូវតែស្វែងរកគោលដៅថាខ្លួនឯងចង់បានអីហើយព្យាយាមបណ្ដុះហើយនឹងអភិវឌ្ឍខ្លួនឯងទៅតាមនោះមកហើយការ
ខ្ញុំឃើញខ្ញុំមកឃើញជាចាក់ស្ដែងណាមានមិត្តភក្តិខ្ញុំប្រហែលអ្នកដែរនឹងខ្ញុំបាច់និយាយទៅជាទូទៅហ្មងហើយមិត្តភក្តិខ្ញុំសោកស្ដាយមែនទែនអាចជាមានកត្តាច្រើនដូចជាកត្តាជីវភាពគាត់កត្តាឱកាសគាត់ផ្សេងជាដើមបញ្ហាអីយើងអត់ដឹងអញ្ចឹងបងប៉ុន្តែគាត់បែរជាបញ្ចប់ដូចថា drop off school ឈប់ការសិក្សាអញ្ចឹងបញ្ចប់ទៅលក្ខណៈគាត់ចូលឆ្នាំទី2អីហើយគាត់បានបញ្ចប់ព្រោះថាវាអាចមកពីកត្តាអត់ទាន់ស្គាល់ខ្លួនឯងច្បាស់ដែរហ្មងហើយការនិយាយពីការស្គាល់ខ្លួនឯងរបៀបនៃការស្គាល់ខ្លួនឯងនេះយើងត្រូវនិយាយច្រើនជាងនឹងទៀតច្រើនមែនតើនិយាយធំតប្រហែលនាទីអីគឺអត់នេះទេប៉ុន្តែយើងត្រូវព្យាយាមស្វែងរកតិចថាដូចខ្ញុំនិយាយមិញអញ្ចឹងត្រូវតែមានសង្ឃឹមនៅលើអ្វីដែលខ្លួនឯងកំពុងតែធ្វើហ្នឹងហើយយើងខំប្រឹងព្យាយាមទៅព្រោះអាហ្នឹងជាគ្រោះថ្នាក់ខ្លាំងហ្មងគឺជាហៅថាថ្នាំពឺដែលប្រសំយូរទៅធ្វើឲ្យយើងបោះបង់ការសិក្សាចោលបកណ្ដាទីឬក៏អីចឹងចា៎បាទនិយាយទៅពុទ្ធសាសនាយកមកប្រើច្រើននៅក្នុងជីវិតរបស់យើងណាជីវិតរបស់បងប្អូនផ្ទាល់អ្នកខ្លះអត់ដឹងអាហ្នឹងជាអីប៉ុន្តែគាត់អនុវត្តអីចឹងណាដូចជាការព្យាយាមការគិតត្រូវសមាធិអីចឹងទៅជួយដល់ការសិក្សាច្រើនដែរហើយបងចូលចិត្តអ្វីដែលបងបានលើកឡើងពាក់ព័ន្ធមួយក្តីសង្ឃឹមហ្នឹងមនុស្សយើងបើអត់មានក្តីសង្ឃឹមអត់ធ្វើអស់ទៅមុខឡើងកើតដែរមែនទេយើងធ្វើរាល់ថ្ងៃឲ្យយើងខ្លះមានក្តីសង្ឃឹមថាឥឡូវហ្នឹងគាត់មិនទាន់មានទេបងមានក្តីសង្ឃឹមថាបងនឹងខ្លាចជាអ្នកមានប៉ុន្តែឥឡូវនេះគឺវាអត់ទាន់មានប៉ុន្តែយើងមានក្តីសង្ឃឹមហ្នឹងណាថាយើងនៅរៀនអញ្ចឹងយើងជាសិស្សអញ្ចឹងយើងអារម្មណ៍រៀនដើម្បីអីឥឡូវរៀនអត់ទាន់មើលឃើញទទួលបានផលពីហ្នឹងឯងព្រោះការរៀនគឺជាការវិនិយោគរយៈពេលវែងអញ្ចឹងយើងអត់ទាន់បានឃើញផលទេប៉ុន្តែយើងមានក្តីសង្ឃឹមថាពេលដែលខ្ញុំរៀនចប់ទៅពេលដែលខ្ញុំខំប្រឹងបន្តទៀតទៅខ្ញុំទទួលបានផលពីការរៀនហ្នឹងមកវិញអាហ្នឹងជាក្តីសង្ឃឹមតែបាត់បង់អាហ្នឹងហើយមនុស្សបោះបង់ហើយចាបងខ្ញុំស្រឡាញ់ឃ្លាភាសាអង់គ្លេសមួយគេថាif there's no hope for the future there will be no power for the present វាមានន័យថាបើយើងអត់មានក្តីសង្ឃឹមនៅអនាគតផងចុះធ្វើមិនដេចនឹងយើងមានកម្លាំងដែលធ្វើរឿងហ្នឹងនៅពេលបច្ចុប្បន្ននេះហ្នឹងហើយអរគុណបងមែនតើថ្ងៃហ្នឹងសម្រាប់ការចូលរួមហើយការចែកម្លែកសម្រាប់អ្នកដែលស្ដាប់នេះគ្រប់គ្នាទាំងអស់មិនថាជាសិស្សនិស្សិតសិស្សវិទ្យាល័យក្តីអ្នកទូទៅក្តីដែលបានស្ដាប់សង្ឃឹមថាបានរៀនសូត្រពីប៉ុណ្ណេញនៅបទពិសោធន៍គេហៅថាជាសិស្សជានិស្សិតផងជាអ្នកចែករំលែកផងឥឡូវបងហៅឡើងហៅថាជាគ្រូឲ្យពួកគេតែតិចទៀតទៅទោះបីយើងមិនចង់គេហៅអញ្ចឹងដែរដូចបងអញ្ចឹងណាគេហៅសូម្បីតែអ្នកបងធ្វើវីដេអូនៅលើ Facebook លើអីហ្នឹងអ្នកលោកគេមើលឃើញយើងជាអ្នកចែករំលែកអញ្ចឹងគឺ automatically គេហៅគ្រូហ្មងអញ្ចឹងមិនអីទេសម្រាប់បង fine គេចង់ហៅមិនក៏បានដែរបើបងគេសួរថាការងារជាអីអូនចូលចិត្តការងារជាគ្រូបរិញ្ញាឲ្យគេហៅគ្រូទៅមិនអីទេព្រោះគ្រូមានច្រើនដែរមានគ្រូ CEO គ្រូអីអញ្ចឹងជាដើមណាហើយក៏អរគុណទៅដល់អ្នកស្ដាប់ទាំងអស់ណាដែលបានស្ដាប់មកដល់ទីនេះហើយក៏ជាក្នុងឱកាសនេះដែរក៏ថ្លែងអរគុណដល់ខាង Endeavor សម្រាប់ការសហការក្នុងការថត podcast មួយនេះបងប្អូនចង់ស្វែងយល់ពីការទៅរៀនក្រៅប្រទេសឬក៏ការប្រឹក្សាយោបល់ពាក់ព័ន្ធមួយអាហារូបករណ៍ផ្សេងៗទាំងអស់គ្នាអាចសួរព័ត៌មានបន្ថែមទៅខាង Endeavor Consulting បានសម្រាប់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេខ្ញុំសុភ័ក្រហើយនឹង UE សូមអរគុណសូមជម្រាបលាបាទ